សួស្តីហ្វេងទាំងអស់គ្នាជួបជាមួយអេមីនម្ដងទៀតហើយថ្ងៃនេះអេមីនមកសម្រាយរឿងព្រះអង្គម្ដាយមានស្នេហាភាគទី17និង18បន្តទៀតតែមុននឹងចូលទៅទស្សនាកុំភ្លេចជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យអេមីនម្នាក់មួយផងណាដើម្បីងាយស្រួលតាមដានវីដេអូទាន់ចិត្តនៅដើមភាគនេះយើងបានឃើញអ្នកបម្រើចំណិតរបស់ព្រះមហាក្សត្រយ៉ានីកំពុងតែលបចូលក្នុងដំណាក់របស់លោកអាមាត្យហើយរកមើលអ្វីក៏មិនដឹងស្របពេលនោះអាមាត្យលីនបានដើរលបចូលមកនិយាយទៅកាន់អ្នកបម្រើចំណិតនោះថាអ្នកមីងលីអ្នកមីងកំពុងតែស្វែងរកភ័ស្តុតាងនៅពីក្រោយការបាត់ខ្លួនរបស់លោកអាមាត្យហើយឬគុំខាតពេលអត់ប្រយោជន៍អីព្រោះអីមួយរយៈមុនខ្ញុំបានឃើញថាលោកអាមាត្យខ្វេលីនបានលួចចូលមកទីនេះមុនពួកយើងបាត់ទៅហើយអ្នកមីងលីក៏និយាយទៅវិញព្រះមហាក្សត្រយ៉ានីបានសង្ស័យទៅលើខ្វីលីនជាយូរណាស់មកហើយប៉ុន្តែទ្រង់មិនអាចធ្វើអ្វីបានដោយសារតែព្រះអង្គតែងតែការពារគេជានិច្ចស្អែកនេះឯងត្រូវតែលួចចូលទៅដំណាក់ខ្វីលីនជាមួយយើងដើម្បីស្វែងរកភ័ស្តុតាងនៅពីក្រោយរឿងនេះបន្ទាប់ពីពួកគេចាក់ចេញផុតទៅព្រះអង្គនិងលោកគ្រូក៏បានមកដល់ទីនេះល្មមហើយពួកគេក៏បានបន្តចូលទៅកាន់បន្ទប់សម្ងាត់ដែលនៅទីនោះមានផ្លាកព្រលឹងពីរដែលគ្មានឈ្មោះនៅខាងក្រោយផ្លាកព្រលឹងនោះព្រះអង្គបានរកឃើញលិខិតសម្ងាត់មួយនៅពេលដែលលោកគ្រូយកមកមើលនោះលោកគ្រូក៏និយាយថាទាំងអស់នេះគឺជាឈ្មោះកងការពារជាច្រើនរបស់អតីតស្ដេចពីមុនពួកគេបានបាត់ខ្លួនយ៉ាងអាក់កំបាំងបន្ទាប់ពីថ្ងៃដែលអតីតស្ដេចបានសោយទីបង្គត់ហើយខ្ញុំក៏បានបាត់ដំណឹងពីពួកគេអស់តែម្ដងព្រះអង្គទ្រង់ក៏មានបន្ទូលលោកគ្រូតើពួកគេទាំងអស់នេះជាជនរងគ្រោះឬក៏ពួកគេអាចជាឃាតករឲ្យច្បាស់ទៅលោកគ្រូឆ្លើយខ្ញុំជាអ្នកបង្ហាត់ពួកគេដោយផ្ទាល់ដៃពួកយើងបានព្យាយាមអស់ពីសមត្ថភាពក្នុងការបម្រើអតីតស្ដេចពួកគេមិននឹងអាចជាឃាតករបាននោះព្រះអង្គក៏និយាយបន្ថែមបើតាមខ្ញុំស្មានពួកគេប្រហែលជាត្រូវបញ្ជូនឲ្យទៅការពារព្រះមេដាបង្កើតរបស់ខ្ញុំប៉ុន្តែក៏ត្រូវបានលោកអាមាត្យហៃដឹងជាមុនទើបចាត់ការពួកគេចោលតែម្ដងទៅលោកគ្រូក៏និយាយទៀតពួកគេសុទ្ធតែមានក្បាច់គុណយ៉ាងខ្លាំងពូកែឥឡូវនេះកូនសិស្សរបស់ពួកគេទាំងអស់មានតួនាទីយ៉ាងសំខាន់ក្នុងជួរកងទ័ពហើយក៏បានបង្កប់ខ្លួននៅពាសពេញនៃរដ្ឋទាំងអស់ផងដែរបើរឿងនេះវាជាការពិតដូចអ្វីដែលព្រះអង្គមានបន្ទូលនោះយើងគួរតែស្វែងរកពួកគេដើម្បីអាចទទួលបានដំណឹងពីព្រះមេដារបស់ព្រះអង្គផងហើយពួកយើងក៏គួរតែគ្រប់គ្រងពួកគេឡើងវិញដើម្បីផ្លាស់ប្ដូរសភាពការទាំងអស់នេះព្រះអង្គទ្រង់មានបន្ទូលថែមទៀតពួកយើងគួរតែគិតរកវិធីដើម្បីឲ្យទាហានគ្រួសារត្រកូលហ្គង់ដកទ័ពចេញពីរាជធានីជាមុនសិនទើបយើងអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកព្រះមេដាបង្កើតរបស់ខ្ញុំនិងកងការពារទាំងអស់នោះផងដែរលោកគ្រូនិយាយបន្ថែមប៉ុន្តែយើងមិនដឹងច្បាស់ផងនោះថាមេដាបង្កើតរបស់ព្រះអង្គនៅរស់ឬក៏ទ្រង់បានសោយទីបង្គត់បាត់ទៅហើយនោះព្រឹកនេះយើងបានឃើញថាអាមាត្យលីននិងអ្នកមីងលីបានលបលួចចូលមកក្នុងដំណាក់តួស្រីពួកគេបានប្រទះនឹងរបស់អ្វីម្យ៉ាងដែលនៅក្នុងទូខោអាវនោះឬក៏ប្រញាប់យករបស់នោះចាក់ចេញទៅវិញទៅក្រឡេកមកមើលព្រះនាងរបស់យើងវិញទ្រង់បានចូលមករំអុកព្រះមេដាក្នុងការស្នើសុំប្រទានអភិសេករវាងខ្លួននិងយ៉ាងខ្វិញមួយសន្ទុះក្រោយមកអ្នកមីងលីក៏បានរត់ចូលមកទាំងត្រហេបត្រហប់និងបានទូលទៅកាន់ព្រះមហាក្សត្រយ៉ានីថាខ្លួនបានរកឃើញអាវក្នុងរបស់មនុស្សស្រីនៅក្នុងទូនៃដំណាក់របស់អាមាត្យខ្វេលីនព្រះមហាក្សត្រយ៉ានីទ្រង់ភ្ញាក់ផ្អើលជាខ្លាំងនិងបានបញ្ជាឲ្យអ្នកមីងលីទៅស៊ើបឲ្យបានច្បាស់ពីរឿងមួយនេះលឺអញ្ចឹងហើយព្រះនាងទ្រង់បានប្រញាប់រត់ទៅរកតួស្រីតែចៃដន្យអីទ្រង់ក៏បានជួបនឹងព្រះអង្គចឹងហើយព្រះនាងក៏បានទូលប្រាប់រឿងគ្រប់យ៉ាងដែលកើតឡើងអំបញ្ញមិញនេះទៅឲ្យព្រះអង្គបានដឹងដែលបានធ្វើឲ្យព្រះអង្គមានការភិតភ័យរួចក៏ស្ទុះចេញទៅតែម្ដងនិងបានបន្តទៅហាមឃាត់ដំណើររបស់អ្នកមីងលីដែលបំរុងនឹងទៅចាប់តួស្រីទៅហើយបន្ទាប់មកព្រះអង្គទ្រង់ក៏បានទៅជួបនឹងព្រះមហាក្សត្រយ៉ានីព្រះមហាក្សត្រយ៉ានីទ្រង់មានបន្ទូលថានៅថ្ងៃដែលរើសបេក្ខភាពស្នំឯកយើងមើលឃើញថាទ្រង់គ្រាន់តែជាក្មេងតូចម្នាក់ប៉ុណ្ណោះដែលស្ទាក់ស្ទើរក្នុងការរើសនារីទាំងអស់នោះប៉ុន្តែធៀបពិតបុត្របែរជាបានព្យាយាមលាក់ទុកមនុស្សស្រីម្នាក់នៅក្បែរព្រះកាយយើងមិនអាចឈរមើលបុត្របំផ្លាញអនាគតខ្លួនឯងបែបនេះទេនាងត្រូវតែទទួលខុសត្រូវទៅលើរឿងមួយនេះព្រះអង្គទ្រង់ក៏ប្រកែកនាងមិនមែនជាមនុស្សស្រីដោយដែលព្រះមេដាបានគិតនោះទេបុត្រ
ពិតជាមានចិត្តស្រឡាញ់នាងខ្លាំងណាស់រួចព្រះមាសាយានីក៏មានបន្ទូលទាំងខ្ញាល់យ៉ាងខ្លាំងថាមិនបាននេះតើបុត្រមានទុកយើងជាព្រះមេដាទ្រង់ទៀតទេព្រះអង្គតបមេដាបុត្រមិនដែលស្នើសុំអង្វរមេដាអំពីរឿងអ្វីផ្សេងឡើយប៉ុន្តែរឿងមួយនេះបុត្រសុំអង្វរមេដាសូមមេដាអនុញ្ញាតឲ្យនាងចេញពីទីនេះដោយសុវត្ថិភាពផងក្រាបទូលព្រះមាសាយានីក៏មានបន្ទូលបន្ថែមទៀតប្រសិនបើយើងមិនសម្លាប់នាងតើច្បាប់នៃព្រះរាជវាំងយើងមានតម្លៃអ្វីទៀតទៅហើយបុត្រនឹងបន្តធ្វើរឿងអ្វីជាច្រើនដែលបំផ្លាញដល់កិត្តិយសជាតិនាពេលអនាគតព្រះអង្គមានបន្ទូលមេដាក្នុងនាមបុត្រជាមនុស្សដែលមានបេះដូងដូចជាមនុស្សធម្មតាទូទៅដែរព្រះមេដាជាអ្នកជួយបុត្រក្នុងការឡើងគ្រងរាជ្យប្រសិនបើមេដានៅតែចង់គ្រប់គ្រងអំណាចតទៅទៀតបុត្រគឺជាជម្រើសដ៏ល្អសម្រាប់ព្រះមេដាព្រោះអីបុត្រនឹងមិនរៀបអភិសេកដើម្បីបន្តពូជពង្សវង្សត្រកូលឲ្យមេដាឡើយហើយបើសិនជាបុត្របាត់ខ្លួនពីទីកន្លែងនេះមេដាក៏នឹងមិនអាចជ្រៀតចូលទៅក្នុងកិច្ចការប្រទេសជាតិបានទៀតនោះទេលឺអញ្ចឹងហើយព្រះមាសាយានីមានបន្ទូលទាំងហួសចិត្តថានេះបុត្រគំរាមមេដាឬបន្ទាប់ពីនិយាយគ្នារួចព្រះអង្គក៏បានយាងចេញមកក្រៅវិញទៅនៅតាមផ្លូវទ្រង់បានស្រមៃទៅដល់ពាក្យចុងក្រោយដែលទ្រង់បានសន្យានឹងព្រះមាសាយានីថាបើមេដាទុកជីវិតឲ្យគ្វីលីនបាននោះបុត្រនឹងបញ្ជូននាងឲ្យឆ្ងាយចេញពីព្រះរាជវាំងបុត្រសន្យាថានឹងមិនជួបនាងទៀតឡើយហើយបុត្រនឹងធ្វើតាមអ្វីៗដែលព្រះមេដាបញ្ជានៅក្នុងក្តីស្រមៃនោះដែរព្រះមាសាយានីទ្រង់ក៏បានឆ្លើយតបថាបើបុត្រសម្រេចបែបនេះទៅហើយយើងក៏គ្មានពាក្យអ្វីត្រូវនិយាយទៀតដែរបន្ទាប់ពីនោះមកព្រះអង្គទ្រង់ក៏បានកោះហៅយ៉ាងខ្វែងឲ្យមកជួបទ្រង់និងបាននិយាយទៅកាន់យ៉ាងខ្វែងថាតើឯងគិតយ៉ាងម៉េចចំពោះការរៀបអភិសេកជាមួយនឹងម្ចាស់ប្អូនយើងតើវាពិបាកណាស់មែនទេក្នុងការធ្វើបែបនេះយ៉ាងខ្វែងឆ្លើយក្រាបទូលព្រះអង្គដឹងច្បាស់ថាទូលបង្គំមាននារីនៅក្នុងចិត្តរួចទៅហើយសូមព្រះអង្គកុំបង្ខំឲ្យទូលបង្គំក្បត់នឹងមនសិការខ្លួនឯងអីព្រះអង្គមានបន្ទូលអញ្ចឹងពួកយើងធ្វើការភ្នាល់គ្នាតែម្ដងទៅបើឯងចាញ់ឯងត្រូវតែរៀបអភិសេកជាមួយនឹងព្រះនាងយ៉ាងខ្វែងក៏សួរចុះបើទូលបង្គំឈ្នះវិញនោះព្រះអង្គឆ្លើយតបបើឯងឈ្នះឯងត្រូវនាំគ្វីលីនចាកចេញពីព្រះរាជវាំងនេះយ៉ាងខ្វែងនិយាយទៅកាន់ព្រះអង្គទាំងឆ្ងល់ថាហេតុអ្វីទៅក្រាបទូលព្រះអង្គទ្រង់ក៏ឆ្លើយនៅក្នុងពេលនៃពិធីជ្រើសរើសស្នំឯកយើងបានជួបនារីស្រស់ស្អាតជាច្រើនដែលធ្វើឲ្យយើងអស់ការចាប់អារម្មណ៍ទៅលើគ្វីលីនហើយបើយើងបញ្ជូននាងចេញទៅទាំងត្រង់នោះនាងប្រកាសជាមិនព្រមអញ្ចឹងហើយយើងធ្វើការភ្នាល់គ្នាតែម្ដងទៅមុននឹងក្រោយយើងនឹងត្រូវរៀបអភិសេកជាមួយនឹងសៀវយៅព្រមទាំងលើកនាងឲ្យខ្លាចទៅជាម្ចាស់ស្ត្រីយើងមិនខានប៉ុន្តែគ្វីលីនខុសពីគ្នានាងមិនព្រមឲ្យយើងយកនារីណាម្នាក់ក្រៅពីនាងឡើយយើងមិនចង់ឲ្យគ្វីលីនខ្លាចទៅជាឧបសគ្គយើងនៅថ្ងៃក្រោយនោះទេឮហើយយ៉ាងខ្វែងក៏បាននិយាយទៅកាន់ព្រះអង្គទាំងខឹងថាតើនាងពិតជាគ្មានន័យអ្វីសម្រាប់ទ្រង់ទេឬក៏ទ្រង់គ្រាន់តែចាត់ទុកនាងជាល្បែងលេងសើចមួយប៉ុណ្ណោះព្រះអង្គក៏មានបន្ទូលបើឯងដឹងហើយមិនបាច់ឲ្យយើងរៀបរាប់ទៀតទេស្ដេចត្រូវតែមានស្នំជាច្រើនគឺជារឿងធម្មតាបើឯងធ្វើរឿងនេះមិនបានឬក៏មិនព្រមទទួលការភ្នាល់ពីយើងនោះឆាប់រៀបអភិសេកជាមួយម្ចាស់ប្អូនយើងភ្លាមទៅអញ្ចឹងហើយយ៉ាងខ្វែងគ្មានអ្វីត្រូវគិតនោះទេគឺព្រមទទួលការភ្នាល់ជាមួយព្រះអង្គតែម្ដងបន្ទាប់មកការប្រកួតក៏បានធ្វើឡើងផ្អែកទៅលើវិញ្ញាសាគូរូបរបស់តួស្រីយើងប៉ុន្តែតួស្រីមិនបានដឹងរឿងពីក្រោយនៃការប្រកួតនេះទេបន្ទាប់ពីចប់ការប្រកួតច្បាស់ណាស់លទ្ធផលគឺយ៉ាងខ្វែងជាអ្នកឈ្នះព្រោះអីព្រះអង្គមិនបានគូរូបតួស្រីនោះទេទ្រង់បែរជាទៅគូរូបអណ្ដើកទៅវិញថ្ងៃបន្ទាប់ព្រះអង្គបានមកជូនដំណើរតួស្រីយើងឲ្យចាក់ចេញទៅក្រៅព្រះរាជវាំងជាមួយនឹងយ៉ាងខ្វែងក្រោមហេតុផលកុហកថាឲ្យទៅរកអាហារឆ្ងាញ់ៗដែលនៅក្រៅព្រះរាជវាំងយកមកទុកឲ្យព្រះអង្គសោយអីចឹងទៅយប់ឡើងបន្ទាប់ពីទិញបានចំណីជាច្រើនតួស្រីក៏បានដើរត្រឡប់មកព្រះរាជវាំងវិញប៉ុន្តែក៏ត្រូវបានហាមឃាត់ដោយអាមាត្យភ្លោះទាំងពីរនិងបានដកយកបន្តោងដែលជាសញ្ញានៃការអនុញ្ញាតឲ្យចូលព្រះរាជវាំងចេញពីតួស្រីយើងទៀតផងរួមទាំងបានប្រកាសប្រាប់ទៅអ្នកយាមខ្លងទ្វារទាំងអស់ថាចាប់ពីថ្ងៃនេះតទៅអាមាត្យធំនឹងមិនអនុញ្ញាតឲ្យចូលទៅក្នុងព្រះរាជវាំងទៀតឡើយគេដេញប៉ុណ្ណឹងហើយនៅធ្វើអីទៀត
តួស្រីក៏បានដើរចាក់ចេញទាំងអារម្មណ៍សោកសៅបន្ទាប់ពីជួបរឿងប៉ះពាល់ផ្លូវចិត្តភ្លាមៗបែបនេះតួស្រីក៏បានដួលសន្លប់នៅតាមផ្លូវបន្ទាប់ពីដឹងខ្លួនមកវិញនោះនាងក៏បានធ្វើការស្នើសុំយ៉ាងខ្វិញដើម្បីលុបចោលការភ្ជាប់ពាក្យរវាងអ្នកទាំងពីរពីព្រោះអីឥឡូវនេះក្នុងចិត្តរបស់នាងមានតែព្រះអង្គម្នាក់គត់យ៉ាងខ្វិញគ្មានអ្វីប្រកែកទៀតនោះទេគេក៏បានយល់ព្រមតាមការសម្រេចចិត្តរបស់តួស្រីនិងបានបញ្ជាក់ប្រាប់នាងថានាងត្រូវដឹងទោះបីជាយ៉ាងណាក៏ដោយនាងនិងព្រះអង្គមិនអាចទៅរួចនោះទេនិយាយរួចយ៉ាងខ្វិញក៏បានចាក់ចេញទៅវិញទៅតួស្រីបានអង្គុយគិតម្នាក់ឯងថាព្រះអង្គប្រហែលជាមានរឿងអ្វីលាក់បាំងនឹងខ្ញុំជាមិនខានខ្ញុំត្រូវតែរកវិធីដើម្បីអាចចូលទៅក្នុងព្រះរាជវាំងវិញនិយាយរួចតួស្រីក៏បានទៅបន្លំខ្លួនធ្វើជាសេនារបស់ស្ដេចមីងកាត់មកមើលលោករដ្ឋមន្ត្រីគង់ជេគាត់បានបញ្ជាទៅសេនាជំនិតឲ្យទៅរកមនុស្សបន្លំខ្លួនធ្វើជាសេនារាជវាំងដើម្បីទៅធ្វើឃាតស្ដេចមីងក្នុងគោលបំណងឲ្យស្ដេចមីងមានការយល់ច្រឡំទៅលើព្រះអង្គអញ្ចឹងហើយបរិបបិទមុខម្នាក់ក៏បានទម្លុះចូលទៅក្នុងកន្លែងស្នាក់នៅរបស់ស្ដេចមីងប៉ុន្តែត្រូវបានសេនារបស់ស្ដេចមីងចាប់គេបានបរិបិទមុខម្នាក់នោះស្រាប់តែទាញកាំបិតយកមកអាកសម្លាប់ខ្លួនឯងតែម្ដងទៅដើម្បីបំបិទភស្តុតាងធ្វើឲ្យតួស្រីដែលនៅឈរក្បែរនោះស្រែកឡើងភ្លាត់សំឡេងមានអីស្ដេចមីងដឹងបាត់ស្ដេចមីងក៏បានសួរទៅកាន់តួស្រីយ៉ាងថាហេតុអីលោកអាមាត្យមកទីនេះទៅវិញស្របពេលនោះដែរសេនារបស់ស្ដេចមីងបាននិយាយប្រាប់ទៅកាន់ស្ដេចមីងថានៅជាប់ខ្លួនរបស់ឃាតករម្នាក់នោះមាននៅបន្តោងមួយដែលបញ្ជាក់ថាជាទាហានរបស់ព្រះរាជាដុងសឹងឮដូចនេះតួស្រីដែលនៅក្បែរនោះក៏បានកុហកថាមិនអាចទេពីព្រោះអីថាព្រះអង្គខ្លាចស្ដេចមីងមានគ្រោះថ្នាក់ទើបទ្រង់បានបញ្ជូនឲ្យខ្ញុំមកការពារលោកព្រះអង្គមិននឹងអាចបញ្ជូនមនុស្សឲ្យមកសម្លាប់លោកទៅវិញស្ដេចមីងក៏តបថាបើអញ្ចឹងមែនស្អែកយើងនឹងទៅអរគុណព្រះអង្គដែលបានបញ្ជូនលោកអាមាត្យមកឥឡូវនេះអស់ភារកិច្ចហើយលោកអាមាត្យអាចចាក់ចេញទៅវិញបានតែថាតួស្រីយើងមិននឹងចង់ទៅវិញនោះខំមកបន្លំខ្លួនដើម្បីចូលទៅក្នុងព្រះរាជវាំងតាមរយៈស្ដេចមីងផងចឹងហើយតួស្រីក៏បានឆ្លើយទៅវិញថាមិនបាច់គួរសមទេយប់នេះខ្ញុំនឹងនៅការពារលោកហើយព្រឹកស្អែកចាំយើងចូលទៅគាល់ព្រះអង្គទាំងអស់គ្នាសេនារបស់ស្ដេចមីងក៏បានឆ្លើយកាត់ថានៅទីនេះពួកយើងមានមនុស្សគ្រប់គ្រាន់ហើយលោកអាមាត្យអាចទៅវិញបានហើយឬមួយក៏លោកអាមាត្យមិនចង់ទទួលប្រាប់ព្រះអង្គឲ្យបានដឹងពីឃាតករដែលសម្រុកចូលមកទីនេះភ្លាមៗទេអស់អីប្រកែកហើយនោះតួស្រីក៏បានព្រមចាក់ចេញតែម្ដងទៅចំណែកឯស្ដេចមីងនិងសេនារបស់ខ្លួនបានសង្ស័យទៅលើកាយវិការរបស់តួស្រីជាខ្លាំងនិងមានការសង្ស័យទៅលើព្រះអង្គផងដែរដែលបានបញ្ជូនសេនាមកសម្លាប់ខ្លួនតែក៏មិនបានគិតច្រើនអីដែរស្ដេចមីងក៏បានប្រើសេនារបស់ខ្លួនឲ្យបញ្ជូនសម្បត្តិស្នេហាទៅឲ្យអ្នកនាងសៀវយៅទៀតផងព្រឹកស្អែកឡើងទៅកាន់ទឹកដីមាតុភូមិវិញព្រះរាជាទ្រង់ក៏បានធ្វើការជូនពរស្ដេចមីងរួចក៏បានឲ្យសេនាយកផែនទីនៃទីក្រុងទាំង3ប្រគល់ជូនស្ដេចមីងវិញនិងបានប្រាប់ទៅស្ដេចមីងថាយើងប្រគល់ទីក្រុងទាំង3នេះឲ្យលោកវិញយើងមិនចង់បានអ្វីដែលមិនមែនជារបស់យើងឡើយឮដូចនេះលោករដ្ឋមន្ត្រីគង់ជេបានស្នើសុំឲ្យព្រះអង្គពិចារណាម្ដងទៀតព្រះមហាហាមឃាត់ថាប៉ុន្មានថ្ងៃនេះនាងមិនសប្បាយចិត្តសោះឡើយព្រោះអីឪពុករបស់ខ្លួនព្រមទាំងព្រះមហាក្សត្រយានីចង់យកខ្លួនទៅធ្វើការភ្នាល់ជាមួយនឹងស្ដេចមីងមានតែព្រះអង្គម្នាក់គត់ដែលបានការពារទូលបង្គំតើព្រះអង្គអាចនៅទីនេះដើម្បីកំដរទូលបង្គំបានទេព្រះអង្គទ្រង់ក៏បានតបទៅវិញថាការដែលយើងធ្វើបែបនេះក្នុងនាមការពារសុភមង្គលរបស់ប្អូនស្រីម្នាក់ប៉ុណ្ណោះយើងធ្លាប់បានប្រាប់នាងជាយូរណាស់មកហើយថាយើងចាត់ទុកនាងត្រឹមតែជាប្អូនស្រីម្នាក់ប៉ុណ្ណោះយើងសង្ឃឹមថានាងនឹងអាចឆាប់រកឃើញបរិសដែលស័ក្តិសមនឹងខ្លួនចាត់ទុកថាយប់នេះពួកយើងមិនបានជួបគ្នាទៅចោះសូមនាងចាក់ចេញទៅវិញទៅរីឯស្ដេចមីងបន្ទាប់ពីត្រឡប់មកពីព្រះរាជវាំងទៅកាន់កន្លែងស្នាក់នៅវិញនោះគេក៏បានយកអំណោយដែលព្រះរាជាជូនមកបើកមើលស្រាប់តែបានឃើញក្រដាសមួយសន្លឹកបង្កប់នៅក្នុងនោះសរសេរថាជួបគ្នាថ្ងៃស្អែកពេលថ្ងៃត្រង់នៅឯវាលស្មៅខាងកើតចម្ងាយ 1.5 គីឡូម៉ែត្រពីទីក្រុងបន្ទាប់មកការណាត់ជួបក៏បានមកដល់នៅទីតាំងដែលបានកំណត់ព្រះអង្គបានស្នើសុំស្
ដេចមីងក្នុងការរាប់អានគ្នាធ្វើជាបងប្អូនស្ដេចមីងបាននិយាយទៅកាន់ព្រះអង្គថាព្រះអង្គបានជួយសង្គ្រោះជីវិតទាហានយើងរាប់ម៉ឺននាក់ហើយយើងក៏បានមកទីនេះក្នុងគោលបំភ្លៃនិងបានស្នើសុំក្នុងការរៀបអភិសេកគ្រាន់តែចង់ដឹងពីទឹកចិត្តទ្រង់ប៉ុណ្ណោះប៉ុន្តែកំឡុងពេលដែលយើងស្នាក់នៅទីនេះយើងបានដឹងហើយថាព្រះអង្គពិតជាមានសច្ចភាពនិងគុណធម៌មកកាន់រដ្ឋមូសារបស់យើងមែនយើងបងប្រុសយូលុងមីងនិងប្អូនប្រុសយ៉ានជៀនរាប់អានគ្នាធ្វើជាបងប្អូនចាប់ពីថ្ងៃនេះតទៅសន្យានឹងគ្នារួចហើយស្ដេចមីងក៏បាននិយាយបន្តទៀតយើងគិតថាព្រះអង្គមកជួបយើងពេលនេះមិនត្រឹមតែមានរឿងប៉ុណ្ណឹងនោះទេតើព្រះអង្គនៅមានរឿងអ្វីនៅក្នុងចិត្តអាចឲ្យយើងចូលរួមស្ដាប់ផងព្រះរាជាក៏បានតបហ្គង់ជេជាមនុស្សលោភលន់ហើយក៏ជាមនុស្សម្នាក់ដែលមានអំណាចនៅក្នុងរដ្ឋមួយនេះដែរគេកំពុងតែរៀបចំការបះបោរខ្ញុំណាត់បងមកទីនេះដើម្បីពិភាក្សាអំពីរឿងមួយនេះឯងស្ដេចមីងក៏បានតបយើងបានជួបគេនៅឯទីលានប្រយុទ្ធប៉ុន្មានដងដែរយើងធ្លាប់បានគិតថាគេគឺជាវីរបុរសដ៏អស្ចារ្យយើងមិននឹកស្មានថាគេជាមនុស្សបែបនេះសោះនិយាយអញ្ចឹងប៉ុន្មានថ្ងៃមុនមេមនុស្សបានលបចូលមកធ្វើឃាតយើងនិងតាំងខ្លួនធ្វើជាមនុស្សរបស់ព្រះអង្គឥឡូវយើងបានដឹងច្បាស់ហើយថាវាជាស្នាដៃរបស់ហ្គង់ជេសោះដើម្បីឲ្យយើងយល់ច្រឡំទៅលើទ្រង់តែប៉ុណ្ណោះហើយរឿងមួយទៀតគឺថាអាមាត្យចំណិតរបស់ព្រះអង្គបានលួចបន្លំខ្លួនចូលមកក្នុងកន្លែងរបស់យើងមើលទៅដូចជាចម្លែកដល់ហើយមួយរយៈក្រោយមកយើងក៏បានឃើញថាមានទាហានម្នាក់បានរត់យ៉ាងលឿនសម្ដៅទៅកាន់សាលប្រជុំនិងបានរាយការណ៍ទៅកាន់ព្រះអង្គថាក្រាបទូលព្រះអង្គទ័ពនៃរដ្ឋមូសាបានឆ្លងកាត់ព្រំដែនក្រោមការដឹកនាំដោយស្ដេចមីងកំពុងតែឆ្ពោះមុខយ៉ាងខ្លាំងក្លាសូមព្រះអង្គនិងព្រះមហាក្សត្រនីធ្វើការសម្រេចចិត្តជាបន្ទាន់ក្រាបទូលព្រះមហាក្សត្រនីក៏បានឲ្យមន្ត្រីនៅទីនោះទាំងអស់បញ្ចេញយោបល់របស់ខ្លួនឪពុករបស់តួស្រីក៏បានលើកឡើងមុនគេថាពួកយើងគួរតែធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋមូសាវិញទៅក្រាបទូលហើយលោករដ្ឋមន្ត្រីវាងក៏បានគាំទ្រនៅសម្ដីរបស់ឪពុកតួស្រីដែរឮហើយព្រះអង្គក៏មានបន្ទូលថាបង្ហាញពីការមើលងាយដល់រដ្ឋដងសឹងក៏ដូចជាមើលងាយចំពោះយើងផ្ទាល់តែម្ដងរដ្ឋរបស់យើងមិនដែលបង្ករឿងជាមួយអ្នកណាឡើយប៉ុន្តែមិនមែនមានន័យថាយើងខ្លាចនោះទេយើងត្រូវតែធ្វើការប្រយុទ្ធបកទៅរដ្ឋមូសាវិញអញ្ចឹងហើយលោករដ្ឋមន្ត្រីហ្គង់ជេក៏បាននិយាយទៅកាន់ព្រះអង្គវិញក្រាបទូលព្រះអង្គកំឡុងពេលធ្វើសង្គ្រាមនៅឯព្រំដែនទូលបង្គំបានទទួលរងនៅជំងឺហើយទូលបង្គំខ្លាចថាទូលបង្គំមិនអាចបំពេញកិច្ចការធំនេះបានទេសូមព្រះអង្គមេត្តាជ្រើសរើសអ្នកផ្សេងទៅក្រាបទូលកាត់មកមើលពេលនេះវិញយ៉ាងឃើញបានចូលមកគាល់ព្រះអង្គតែពីរនាក់គេមិននឹកស្មានថាលោករដ្ឋមន្ត្រីហ្គង់ជេហ៊ានប្រកែកព្រះអង្គក្នុងការធ្វើសង្គ្រាមលើកនេះសោះយ៉ាងឃើញក៏បាននិយាយបន្តទៀតថាលោកហ្គង់ជេធ្វើបែបនេះប្រៀបបានទៅនឹងបង្ហាញអំណាចរបស់គេឲ្យមន្ត្រីទាំងអស់បានឃើញទូលបង្គំជឿថាយើងនឹងអាចរកអ្នកដែលស្មោះត្រង់ហ៊ានលះបង់ដើម្បីជាតិបានក្រាបទូលព្រះអង្គក៏បានឆ្លើយយ៉ាងខ្វិញយើងចង់ឲ្យតែហ្គង់ជេម្នាក់ប៉ុណ្ណោះដែលត្រូវចូលរួមក្នុងការប្រយុទ្ធលើកនេះយើងបានរៀបចំគម្រោងការនេះជាយូរមកហើយយ៉ាងខ្វិញយើងមានរឿងមួយដែលត្រូវឲ្យឯងធ្វើគឺឯងត្រូវទទួលបន្ទុកទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សាធារណជនឲ្យមានការចាប់អារម្មណ៍ទៅលើលោករដ្ឋមន្ត្រីហ្គង់ជេអញ្ចឹងហើយយ៉ាងខ្វិញក៏បានទៅធ្វើតាមអ្វីដែលព្រះអង្គប្រាប់ដែរមកនិយាយពីសាធារណជនដែលពួកគេនៅតាមកន្លែងនានាពេលនេះពួកគេបាននិយាយតគ្នាថាវីរបុរសតែម្នាក់គត់ដែលអាចស្រោចស្រង់ប្រទេសជាតិយើងបានចេញពីខ្មាំងសត្រូវនោះគឺមានតែលោករដ្ឋមន្ត្រីហ្គង់ជេតែម្នាក់ប៉ុណ្ណោះអ្វីដែលសំខាន់ជាងនេះទៅទៀតគឺគាត់ពិតជាមានភាពស្មោះត្រង់ចំពោះរាជវង្សព្រមទាំងធ្វើការលះបង់ជាខ្លាំងសម្រាប់រដ្ឋដងសឹងយើងតែម្ដងហើយពាក្យចចាមអារាមទាំងអស់នេះក៏បានលើខ្ទរខ្ទាពេញទាំងរដ្ឋដងសឹងនឹងបន្ទាប់ពីឮដល់ត្រចៀករបស់ព្រះមហាក្សត្រនីហើយនោះទ្រង់ក៏បានបញ្ចុះបញ្ចូលឲ្យលោករដ្ឋមន្ត្រីហ្គង់ជេយល់ព្រមក្នុងការប្រយុទ្ធលើកនេះទៅប្រសិនបើលោកកិច្ចវេះនោះសាធារណពលលោកព្រមទាំងយើងផងដែរលោករដ្ឋមន្ត្រីក៏បានឆ្លើយវិញថាបើទ្រង់ព្រមប្រកល់ការដឹកនាំយោធាទាំងអស់របស់ទ្រង់មកឲ្យទូលបង្គំនោះទៅទូលបង្គំអាចមានភាពងាយស្រួលក្នុងការដឹកនាំទ័ពទាំងអស់ទៅប្រយុទ្ធជាមួយរដ្ឋមូសាបានឮដូចនេះហើយព្រះមហាក្សត្រនីទ្រង់ក៏បានយល់ព្រមនឹងសំណើរបស់លោករដ្ឋមន្ត្រីទៅនៅឯសំណាក់របស់លោករដ្ឋមន្ត្រីហ្គង់ជេអ្នកបម្រើចំណិតបានសួរទៅកាន់លោករដ្ឋមន្ត្រីថាហេតុអីបានជាលោកម្ចាស់ដូរគម្រោងការបែបនេះទៅវិញលោករដ្ឋមន្ត្រីតបការធ្វើបែបនេះគឺយើងអាចគ្រប់គ្រងរាល់នៅទ
ទ័ពទាំងអស់របស់ព្រះមហាក្សត្រយ៉ាងនេះបានហើយបើយើងអាចយកឈ្នះសង្គ្រាមនេះបានទៀតនោះសាធារណជននឹងងាកមកគាំទ្រយើងរឹតតែខ្លាំងឡើងហើយពេលនេះរឿងរបស់យើងក៏កាត់ស្លេះត្រង់ចំណុចនេះឯងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា